បាទសួស្តីលោកគ្រូបន្ទាប់មកយើងនឹងរៀនពីតកតងនៅប្រភេទ single choice set បាទដែលយើងរៀនឥឡូវហ្នឹង single choice set មានន័យថាចម្លើយត្រូវមានតែមួយអញ្ចឹងខ្ញុំចុចលើនឹងមកបាទហើយខ្ញុំយកជាប្រភេទ poster ដដែលហើយឲ្យវីដេអូគឺឈប់តែក្នុងនឹងចំណងជើងយើងមិនដូរក៏បានដែរអ្វីដែលយើងត្រូវខ្វល់ខ្វាយគឺតកតងនឹងសំណួរបាទនេះកន្លែងគេដាក់សំណួរបាទអញ្ចឹងខ្ញុំយកសំណួរពីក្នុងនេះមកហើយអធិស្ឋានដែរបើសំណួរនេះសួរទៅខុសឬក៏ចំអកចេញមកខុសណាដោយសារតែខ្ញុំយកមកពី ChatGPT ទេដោយសារខ្ញុំមិនជាឯកទេសផែនដីទេអញ្ចឹងអាចមានបើមានខុសឆ្គងសូមអធិស្ឋានអញ្ចឹងដាក់សំណួរមកហើយបន្ទាប់មកលោកគ្រូដាក់ចម្លើយដែលត្រឹមត្រូវនេះគឺជាប្លោះដែលចម្លើយដែលត្រឹមត្រូវគឺគេដាក់ថា first alternative is the correct one នេះគឺជាប្លោះដែលយើងដាក់ចម្លើយត្រឹមត្រូវអញ្ចឹងចម្លើយត្រឹមត្រូវរបស់យើងគឺខបាទគេ copy ខមកដាក់មកបាទហើយបន្តមកយើង copy ចម្លើយខុសមកបាទនេះគឺជាសិតតែចម្លើយខុសហើយបាទខ្ញុំសូមដាក់ឲ្យវាចេញដល់កចឹងមកមើលឃើញស្អាតតិចកខមិញហើយកម្ដង add answer មកទៀតមកបាទកន្លែងនេះយើង add answer ទៀតមកហើយបន្តមកលោកគ្រូចុចពាក្យ done មកបាទអញ្ចឹងពាក្យ done ហើយលោកគ្រូអាចមើលឲ្យស្អាតមកណាបាទឲ្យចេញប្រវាយណាឃើញស្អាតអាស្រ័យលើលោកគ្រូអ្នកកែច្នៃទេអញ្ចឹងណាហើយបើលោកគ្រូចង់ edit អាចមក edit មកហើយកន្លែងនេះ background មានដូរពណ៌អត់កន្លែងនេះដូចជាអត់មានកន្លែងដូរពណ៌ទេអត់មានទេបាទអញ្ចឹងខ្ញុំសុំចូលមក view តែម្ដងអញ្ចឹងខ្ញុំចង់អាន play សិនបាទចាំតិចលោកគ្រូណាដោយសារកុំព្យូទ័រយឺតអញ្ចឹងខ្ញុំថយសលេងបន្តិចអញ្ចឹងខ្ញុំអូស10នាទីនេះមកយើងអាច play មកបានអញ្ចឹងវាចេញជាប្រភេទសំណួរ single choice set តែចម្លើយត្រូវមិញគឺខអញ្ចឹងណាបាទអញ្ចឹងឧទាហរណ៍យើងយកចម្លើយកចឹងខុសហើយអញ្ចឹងក្នុងម៉ាស៊ីនវាប្រាប់ថាចម្លើយដែលត្រឹមត្រូវគឺចម្លើយខអញ្ចឹងណាអញ្ចឹងសិស្សគាត់អាច retry បានអញ្ចឹងគាត់ដាក់ត្រូវមកគឺអូខេហើយអញ្ចឹងសិស្សគាត់សប្បាយចិត្តហើយគាត់អាចកត់ចំណុចហ្នឹងចូលក្នុងសៀវភៅបានបាទ continue មកចោលហើយ